Samsung Grando Zone 13 Sport មួយគ្រឿងហ្នឹងបងប្រុសក៏ទៅតែតម្លាក់ពីកូរ៉េមកថ្មីទេអត់តន់ធ្វើផ្លាកលេអត់តន់ធ្វើអីទាំងអស់គឺមកដល់ភ្លាមគឺអូសមកដើម្បីស្វីភ្លាមអញ្ចឹងនេះគឺជាប្រេងប្រអប់លេខនៅក្នុងប្រអប់លេខហើយឡានបងប្រុសហ្នឹងគឺប្រើ30,000គីឡូជាងហើយពីស្រុកគេមកអញ្ចឹងគាត់ក៏មកធ្វើការកន្លុកលាងប្រអប់លេខដូរប្រេងប៉ុងដូរប្រេងម៉ាស៊ីនគឺដូរចោលទាំងអស់ចឹងដើម្បីធ្វើការកន្លុកលាងប្រអប់លេខបានឡានមួយគ្រឿងហ្នឹងគឺយើងទាមទារឧបករណ៍ពិសេសជាច្រើនមែនទែនមកវ៉ាលីនេះហើយមានទាំងពីរវ៉ាលីទូចនេះទៀតដើម្បីធ្វើការកន្លុកលាងប្រអប់លេខទៅលើឡាន Samsung មួយគ្រឿងនេះអញ្ចឹងឡានមួយគ្រឿងហ្នឹងគឺយើងធ្វើការកន្លុកលាងគឺពិបាកមែនទែនគឺយើងទាមទារឲ្យយើងមាន connector ដើម្បីធ្វើការកន្លុកលាងហើយ connector បើសិនជាបងគ្នាយើងក៏អត់មានទេគឺពិបាកបន្តិចក្នុងការកន្លុកលាងតែបើយើងសវិធម្មតាគឺបានធម្មតាគឺយើងសវិប្រេងប្រអប់លេខតម្រងប្រអប់លេខគឺស្រួលទេហើយនេះគឺជាតម្រងប្រអប់លេខរបស់ឡានមួយនេះគឺយើងឃើញថាតម្រងគឺមានសភាពមួយគឺខ្មៅហើយស្ទះខ្លាំងមែនទែនរីឯទៅលើប្រេងប្រអប់លេខវិញគឺមិនបាច់និយាយទេគឺខ្មៅជាងប្រេងម៉ាស៊ីនទៀតនេះគឺជាប្រេងប្រអប់លេខដែលមាននៅលើឡានហើយឡាននេះគឺ30,000គីឡូហើយអញ្ចឹងយើងឃើញថាប្រេងប្រអប់លេខគឺខ្មៅហើយខាប់ហើយស្អិតមែនទែនអញ្ចឹងបើសិនជាពុកម៉ែបងប្អូនចង់ធ្វើការកន្លុកលាងប្រអប់លេខទៅតាមបច្ចេកទេសនិងស្តង់ដារពុកម៉ែបងប្អូនអាចទាក់ទងបានណាមកទូទៅទីសាខាដង7គឺយើងមានទាំងជាងជំនាញឧបករណ៍គ្រប់គ្រាន់ក្នុងការផ្លាស់ប្ដូរហើយយើងមាន connector គឺយើងមានឧបករណ៍ជាច្រើនដែលយើងអាចធ្វើការ connect ដើម្បីធ្វើការកន្លុកបានទោះបីជាមិនបានគ្រប់បាន 100% ប៉ុន្តែយ៉ាងអត់ណាក៏ 95% ដែរដែលយើងអាចធ្វើការកន្លុកលេងបានជាង complete ណាទូទៅជាសាខា17